បាទសួស្តីទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទអឿនដាវីតបាទនៅក្នុងបាទថ្ងៃនេះដែរបាទយើងនឹងបាទនិយាយអំពីការអឺបាទប្រើប្រាស់បាទ source link បាទជាមួយនឹង hard link បាទដែលយើងនឹងប្រើប្រាស់ទៅលើអឺបាទ CentOS ដែលជាបាទពពួក Red Hat របស់បាទ Linux ណាអញ្ចឹងខ្ញុំមានnode មួយសម្រាប់ធ្វើការបង្ហាញអូខេអញ្ចឹងខាងលើនេះគឺអាចនិយាយបានថាតាក់ទងជាមួយនឹងការបង្កើត file ការសរសេរអក្សរការ edit ការអីចឹងទៅបាទគឺយើងមាន node នៅក្នុងហ្នឹងប៉ុន្តែអ្វីដែលសំខាន់នៅក្នុងថ្ងៃនេះគឺយើងផ្ដោតទៅលើបាទនេះបាទ source link បាទ hard link ជាមួយនឹងបាទ source link បាទ source link គឺមានពាក្យមួយទៀតហៅថា symbolic link បាទអញ្ចឹងយើងហៅ source link ទៅបាទយើងស្រួលបាទអញ្ចឹងបាទមុននឹងនិយាយតាក់ទងជាមួយនឹង hard link ជាមួយនឹង source link បាទយើងនិយាយតាក់ទងមួយ inode មួយសិនបាទនៅលើបាទ Linux បាទអញ្ចឹងនៅលើបាទ Linux បាទគ្រប់ directory បាទគ្រប់អឺបាទ file ទាំងអស់គឺគេហៅថាជា file សូម្បីតែជា hard disk ក៏គេហៅថាជា file ដែរបាទអញ្ចឹងនៅក្នុងនោះក៏មានអ្វីមួយដែលជាការសម្គាល់ដូចយើងទៅសេកូដនៅក្នុង database ហើយនៅក្នុង table នីមួយៗគឺមាន primary key ដែលជា unique អត់មានអ្នកណាអាចឈ្មោះprimary នឹងដូចគ្នាបានទេអញ្ចឹង inode នេះគឺដូចគ្នាinode នេះគឺជាការតំណាងលេខតំណាងនៅលើ file នីមួយៗគឺ file គ្រប់ទាំងអស់អត់អាចមាន inode ហ្នឹងដូចគ្នាទេអញ្ចឹងនេះគ្រាន់តែជាការនិយាយត្រួសហើយខ្ញុំអត់និយាយអត្ថន័យច្រើនទេខ្ញុំគ្រាន់តែបាទប្រាប់អត្ថន័យបន្តិចបន្តួចអញ្ចឹងយើងចូលមកដល់ hard link អញ្ចឹង hard link គឺជាអីទៅ hard link អាចនិយាយបានថាវាជាមួយ oral file អាចដូចជាការ copy file អញ្ចឹងណាមានន័យថាឧទាហរណ៍យើងមាន file 2 file A និង file B បើយើងកែ file A file B កែដែរអញ្ចឹងនិយាយខ្លីទៅសម្រាប់ hard link គឺដូចគ្នាទាំងអស់ខុសគ្នាតែមួយគឺឈ្មោះ file មានតែឈ្មោះ file ឯងគឺខុសសម្រាប់ផ្សាយសម្រាប់ inode គឺដូចគ្នា inode នេះណាបើសម្រាប់ដោយសារតែវាជា hard link អញ្ចឹងគឺវាអាចមាន inode នេះគឺដូចគ្នាគឺត្រូវតែដូចគ្នាប៉ុន្តែសម្រាប់ hard link គឺអាចធ្វើបានទៅលើ file ទេសម្រាប់ directory ដែលនៅលើ Windows គេហៅថា folder ហ្នឹងគឺវាអាចធ្វើបានទេអញ្ចឹង source link ស្តៀងគ្នាដែរទេប៉ុន្តែបើសម្រាប់ source link គឺអាចនិយាយបានថាវាស្តៀងជាមួយនឹង shortcut ស្តៀងនឹង shortcut របស់ computer អញ្ចឹងណាបាទដែលយើងមាន file ដើមវាទុកនៅ drive C អញ្ចឹងទៅដល់ពេល shortcut របស់យើងហៅវាមកនៅបាទនៅលើបាទ Windows អញ្ចឹងទៅឧទាហរណ៍នេះខ្ញុំមាន file សាលាមួយចេះបាទហ្នឹងគេហៅថានេះបាទគេហៅថា shortcut អញ្ចឹង shortcut របស់វាទំហំប៉ុន្មានបាទខ្ញុំសុំមើលសិនបាទយើងមើលមកប្រើវិធីនេះនៅ general នេះបាទទំហំរបស់វាបាទគឺមានប៉ុណ្ណឹងប៉ុន្តែ file ដើមរបស់វាគឺមិនមែនមានប៉ុណ្ណឹងទេគឺវាធំជាងហ្នឹងអញ្ចឹងអាហ្នឹងគេហៅថាបាទ source link អូខេអញ្ចឹងយើងបើក node របស់យើងមកវិញអញ្ចឹងសម្រាប់ source link គឺខុសគ្នាមួយទៀតសម្រាប់ inode របស់វាគឺអត់ដូចគ្នាទេហើយសម្រាប់ source link វាអាចជា file វាអាចជា directory ហើយសម្រាប់ source link នេះបើសិនជាឧទាហរណ៍ថាយើងលុបបើយើងលុបoriginal file របស់វាយើងលុប file ដើមរបស់វាប្រកាសជាប្រើលេងបានតែបើយើងលុប shortcut ដូចកន្លែងនេះអញ្ចឹងអានេះជា shortcut អញ្ចឹងឧទាហរណ៍បើខ្ញុំលុបអានេះចេញអញ្ចឹង file សាលាហ្នឹងនៅតែមានទេព្រោះអីយើងលុបតែ shortcut ហ្នឹងតែ file សាលា app របស់យើងគឺនៅមានដែរហើយយើងចង់បានមកវិញហើយយើងគ្រាន់តែទាញវាមកដាក់នៅក្នុងបាទអីគាំងហើយយើងទាញវាមកដាក់នៅមកគាំងបានអូខេលេខគាំងឯងមកមិញគាំងបន្តិចអញ្ចឹងបើសិនជាយើងយើង open file location មកនេះបាទ file ដើមមកវានៅណាណៃនេះបាទនៅឆ្លងកាត់ស្អីមកកណោនេះ
ហ្នឹងគឺជា file down របស់ FileZilla តែបើយើងគ្រាន់តែទាញវាមកទេមានន័យថាយើងគ្រាន់តែទាញវាជា shortcut ទេបាទអញ្ចឹងគឺវាដូចគ្នាជាមួយនឹងបាទ source link ដែរសម្រាប់ source link របស់យើងអូខេតោះឥឡូវយើងបាទយើងសាកបង្កើតជាមួយនឹងដំបូងខ្ញុំសូមធ្វើការបង្កើតជាមួយនឹងhard link មុនចុះយើងបង្កើតជាមួយ hard link មុនចុះអញ្ចឹង hard link របស់យើងគឺយើងដឹងហើយយើងអត់អាចប្រើជាមួយនឹង directory បានទេយើងប្រើទៅលើបានតែ file អញ្ចឹងបើយើងចូលមកកាន់ putty របស់យើងដែលខ្ញុំធ្វើការ remote ទៅកាន់CentOS អូខេឥឡូវខ្ញុំ ls មើលសិននៅក្នុងនេះមានអីគេអញ្ចឹងខ្ញុំនៅក្នុងនេះខ្ញុំមានfile មួយមាន directory មួយឥឡូវដើម្បីបញ្ជាក់តើវាអញ្ចឹងមែនអត់ខ្ញុំនិយាយនឹងថា hard link អត់អាចប្រើមួយ directory បានឥឡូវខ្ញុំសាកlink វាមើលបាទ ln បាទអញ្ចឹង by default វាមិនបាច់ដាក់អីទេបើ source link យើងត្រូវការដាក់.s ហ្នឹងសម្រាប់បើ hard គឺអត់ទេបើយើងដាក់ test ដាក់ test directory ហើយ test អត់ទេ test ដាក់ចេះទៅបាទស្រួលមើល hard មិនដែរបាទ hard link not allow for directory អូខេឥឡូវយើងមកធ្វើពីចំណុចដែលត្រឹមត្រូវរបស់យើងវិញបាទឥឡូវនេះយើងបាទធ្វើការ link ln អធិស្ឋាន ln បាទ file 1ហើយយើង link ទៅ file អូខេ soft ls មិនដែរបាទឥឡូវយើងបានអូ my god ខ្ញុំ remove វាសិនfiles soft ls អូខេស្ដាយខ្ញុំហៅបានដាក់ tt ឥឡូវខ្ញុំសាក link ម្ដងទៀតបាទ ln file file what ហើយយើង link ទៅfile បាទ soft ហើយខ្ញុំដាក់ .tt ls មើលចឹងយើងបានពីរ file ls យើងដាក់.i ដើម្បីមើល inode អូខេឥឡូវយើងមើល inode របស់យើងដូចគ្នាអត់បាទដូចគ្នាឥឡូវយើងចង់មើលពេញឲ្យស្រួលមើលបន្តិចទៅណាបាទអញ្ចឹងយើងដាក់មក ls.il បាទនេះមិនដែរបាទ inode របស់យើងបាទសម្រាប់ពីរ file នេះដែលយើងធ្វើការ link គ្នាអូខេបើយើងមើលមកបាទដូចគ្នាទាំងអស់បាទនេះបាទស្អីក៏ដូចគ្នាដែរខុសគ្នាតែឈ្មោះនេះមួយឯង UPP បាទនេះជា parent របស់វា parent directory បាទគឺយើងនៅក្នុង folder UPP បាទនេះដូចគ្នាទាំងអស់បាទ inode អញ្ចឹង inode គឺដូចគ្នាអញ្ចឹងឥឡូវនេះខ្ញុំចង់តេស្តមិនបានគេហៅថា link គ្នាឥឡូវខ្ញុំ VI មួយមកខ្ញុំទៅសេនៅក្នុង file 1ចុះ 1.tt អូខេចុច I មកដើម្បី insert អត់ទេថា this is hard link on send os it work with file only and not work with directory អូខេប៉ុណ្ណឹងមកហើយយើងចុច escape shift សញ្ញាហុញកដោចុច x save exit អូខេឥឡូវខ្ញុំចង់មើលមិញខ្ញុំទៅសេទៅលើ file 1ឥឡូវខ្ញុំអត់មើលលើ file 1ទេខ្ញុំមើលលើ file source cut file soft.tt មែនទេនេះគឺជាពាក្យដែលយើងទៅសេយើងលំមកអូ my god មិនចឹងមិញខ្ញុំទៅសេលើ file នេះតើតែនៅពេលយើងមើលទៅលើ file នេះមិនបានវាកែដែរអាហ្នឹងឲ្យគេហៅថា link អូខេឥឡូវខ្ញុំសាកបន្តទៀតខ្ញុំvi file soft.tt
អូខេអូយយ៉ាជាប់សញ្ញាចុចមក this is Ryan file source dot tt អូខេឥឡូវយើងប៉ុណ្ណឹងឥឡូវខ្ញុំមើលទៅលើ file 1វិញម្ដងខ្ញុំអត់មើលទៅលើ file source ហើយព្រោះមិញខ្ញុំសេលើ file source ឥឡូវខ្ញុំមើលលើ file 1 wow មិនចេញមកយ៉ាងមកឃើញអត់ខ្ញុំទៅសេអី file 1បាច់ច្រឡំនេះយើងបង្ហាញដល់នេះយើងសេ cat ជាស្រ័យអញ្ចឹងនេះ this is Ryan file source.tt ប៉ុន្តែជាស្រ័យយើងមើលទៅលើ file 1នេះបាទអញ្ចឹងគឺមានន័យថាវាកែប្រែទំហំឬមួយក៏វាកែ text អីគឺវា copy តាមគ្នាឥឡូវយើងឆែកមួយទៀត ls.il អូខេយើងឥឡូវយើងមកមើលទំហំនេះគឺទំហំអត់11 111 111ដូចគ្នា I note នៅតែសារដូចគ្នាបាទនេះ24បាទដូចគ្នា everything គឺដូចគ្នាតែម្ដង24នេះគឺថ្ងៃឯងដោយសារថ្ងៃនេះថ្ងៃ24ជប់ថ្ងៃ24អីម៉ោង12ជាងអញ្ចឹងឆ្លងចូលថ្ងៃ24អានេះថ្ងៃអានេះម៉ោងអានេះខែណាអានេះទំហំ file ហ្នឹងអញ្ចឹងគឺឡើង111ដូចគ្នាប៉ុន្តែអីដែលខុសគឺជាឈ្មោះអូខេឥឡូវមានប៉ុណ្ណឹងតាក់ទងជាមួយនឹង hard link ឥឡូវយើងចូលទៅដល់ source link វិញម្ដងខ្ញុំសុំធ្វើការ clear មួយបើយើង ls មកឥឡូវនេះខ្ញុំបង្កើតជា file hard file source link មួយឧទាហរណ៍ខ្ញុំtouch ខ្ញុំបង្កើត file មួយ file 2ចុះ .tt បើយើង ls មើលបើយើងបាន file 2មួយទៀត file 2មួយទៀតឥឡូវយើងធ្វើការ link វាដើម្បីដាក់ source link យើងត្រូវមាន .s បន្តមកទៀតយើងដាក់មក file 2.tt ហើយ file ដែលយើងចង់ដាក់យើងដាក់មក file source.tt oh my god មិញខ្ញុំខុសសារអីគេ file នោះខ្ញុំទៅដាក់អញ្ចឹងមិញខ្ញុំ rename មួយmv file source.tt to file hard.tt let's អូខេឥឡូវវា change ទៅ file hard វិញណាវាយើង rename ហើយឥឡូវយើងធ្វើការ link ទៅកាន់ source ម្ដងបាទយើងln.s file 2.tt យើងមក link ទៅកាន់ file អានេះនៅពេលដែលយើង link ទៅគឺយើងមិនបង្កើតវាទេគឺយើងដាក់ឈ្មោះវាទៅវានឹងបង្កើតឲ្យខ្លួនឯងឥឡូវនេះគឺ source មែនតើហើយអត់លែងច្រឡំទៀតហើយបាទ .tt ls នេះវាជា file source អញ្ចឹងយើងបាន file source មួយឥឡូវយើងចង់ដឹង ls.i ឥឡូវយើងមាន file ថ្មីនេះ file 2ហើយនេះវាបញ្ជាក់ថា file source វាជា shortcut របស់នេះឥឡូវយើងមើល file source នោះទំហំមែន9ទំហំ9ណា file 2នេះអត់មានទេមិនអត់មិនចឹងមិន file 2អត់មានចឹងអាហ្នឹងឯងជាចំណុចខុសគ្នាអាហ្នឹងជាចំណុចខុសគ្នារបស់ source link ឥឡូវឧទាហរណ៍ខ្ញុំកែទៅលើ file 2 vi file 2.tt ចុច i មកដើម្បី insert this is source link from file 2.tt hello
welcome to channel Ưn David. Ok, escape ship mình ở đó.យើងចុច X. X មកដើម្បី save ហើយយើងខាត file 2.txt មែនទេនេះយើងឃើញមកប៉ុន្តែឥឡូវយើងសំខាន់យើងមើលនេះសិន Oh my god មិនបាន file 2ឡើងទៅទំហំ69ប៉ុន្តែអានេះគឺនៅសល់តែ9ដែរអាហ្នឹងគឺជា shortcut ដែលយើងបាននិយាយគ្នាតាំងពីមុននឹងចូលទៅកាន់ការ practice មកអញ្ចឹងគឺនេះគេប្រាប់ហើយថា source link ហ្នឹងវាដូចជាមួយនឹង shortcut របស់ Windows អញ្ចឹងវាមាន inode ហ្នឹងអត់ដូចគ្នាទេឥឡូវបញ្ជាក់មើល inode អត់ដូចគ្នាមែនអត់អញ្ចឹងនេះ file 2អានេះ file ដែលយើង link ទៅអញ្ចឹងឃើញហ្នឹងគឺ inode អត់ដូចគ្នាទេ inode គឺខុសគ្នាឥឡូវយើងមើលបន្តទៀតតាក់ទងជាមួយនឹង file និង directory វាអាចធ្វើបានអត់វាអាចធ្វើបានទាំងពីរអត់ខ្វល់ទេឥឡូវយើងធ្វើមួយ file ហើយចាំតិចទៀតខ្ញុំធ្វើជាមួយនឹង directory ឲ្យហើយនៅពេលដែល delete original file source link វាប្រើឡើងកើតហើយឥឡូវឧទាហរណ៍ខ្ញុំធ្វើមើលឥឡូវខ្ញុំលុប om file 2.tt ls ឃើញអត់ ls ពេញហ្មង .il គេវាក្រហមអត់អាហ្នឹងហើយមានន័យថាប្រើលែងកើតហើយដោយសារអី file original របស់វាលុបបាត់ហើយអញ្ចឹងឧទាហរណ៍បើយើងមាន file សាលាមិញដែលយើងជា shortcut យើងលុប original file ហើយយើងនៅសល់ shortcut នៅពេលដែលយើងបើកទៅតែសល់យើងអាចបើកប្រើប្រាស់បានអត់គឺអត់ទេអញ្ចឹងគឺដូចគ្នាដែរឥឡូវយើងធ្វើជាមួយ file ហើយយើងធ្វើជាមួយនឹង directory ម្ដងឥឡូវយើង ls មើលបាទ ls directory របស់យើងមាន test ឥឡូវយើងតែ link កាត់អត់ឥឡូវ ls តែហើយខ្ញុំបង្កើតខ្ញុំ link ទៅកាន់ test soft អានេះគឺខុស comment បាទដោយសារយើងប្រើជាមួយនឹង link បាទតែខ្ញុំទៅសេls អញ្ចឹងអូខេបាទយើងកែមក ln វិញមកបាទ ls .il មកយ៉ាងនេះយើងបានថ្មីណាតេស្តមួយហើយតេស្ត source ឥឡូវនេះខ្ញុំ cd ទៅកាន់ test source មួយចុះឥឡូវយើង current directory របស់យើងគឺនៅ test source ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំ touch file មួយ file test.tt ឥឡូវនៅក្នុង test source ដែលជា directory របស់យើងដែលយើងបាន link ពី directory test ហើយយើងមាន file មួយឥឡូវខ្ញុំថយទៅវិញ cd.doc ls ឥឡូវយើងឃើញណាមាន test source ឥឡូវយើងសាក cd ទៅកាន់test ls មកមានដែរឃើញអត់អាហ្នឹងឯងគឺជាការ link តាមរយៈ source link អញ្ចឹងយើងបានបង្ហាញទៅទៅមួយការប្រើប្រាស់បាទ source link ជាមួយនឹង hard link រួចហើយសង្ឃឹមថាអ្នកនរគ្នានឹងយល់អរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះហើយសម្រាប់វីដេអូបង្ហាញអំពី source link ជាមួយនឹង hard link គឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅក្នុងវីដេអូបន្ទាប់